គេអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកសិក្សាភាសាទៀតតទៅនឹងធ្វើ keyboard chart ហើយនឹង insert chart slicer ហើយនឹង present chart ដោយសារថ្ងៃមុនយើងមានបញ្ហាមួយចំនួនដោយតទៅនឹងដាក់ slicer វាអត់ proper អញ្ចឹងថ្ងៃនេះយើងនឹងមកសិក្សាវាភាសាទៀតហើយនេះយើងនឹងបង្កើត chart ទាំងអស់គ្នាដើម្បីបង្កើត chart អ្នកនរគ្នាចូលទៅ insert ហើយនៅកន្លែងនេះថា insert pivot chart អញ្ចឹងក្នុងនេះមាន2មាន pivot chart ទទេហើយនិង pivot chart មួយ table ឥឡូវយើងបង្ហាញថា pivot chart ទទេក៏បានដែរអូខេថ្ងៃនេះយើងរៀនតែ pivot chart ទទេមិនបាច់បង្ហាញ table ទេអូខេអញ្ចឹង rank វាយើង select នេះមកយើង select ទិន្នន័យរបស់យើងទាំងអស់ចឹងមកចុច control shift arrow down នឹង select យើងអស់អញ្ចឹងយើងមើល location វា pivot chart report to អូខេអញ្ចឹងអូខេយើង click អូខេអញ្ចឹងកន្លែងនេះយើងដាក់ project កន្លែងនេះយើងដាក់លុយ budget ហើយនៅ actual expense អូខេឥឡូវយើងបាន chart ហើយយើង close នេះចេញតិចទៅនេះវាធំពេកយើងកែវាដូចថ្ងៃមុនអញ្ចឹងយើងដាក់ថា project ID ដក clear មួយមក enter អូខេអញ្ចឹងយើងកន្លែងនេះយើងកែវាដាក់ទៅជា annual budget វិញដក clear មួយមកកន្លែងនេះយើងដាក់ថា annual actual វិញអញ្ចឹងយើងព្រមវាទៅតិចមកដើម្បីយើងមាន space ធ្វើអីផ្សេងទៀតអូខេកន្លែងនេះយើងដាក់ slide យើងចុះក្រោមបន្តិចមកដើម្បី insert slide ចុះយើង select slide យើង select chart របស់យើងហើយយើងចូលទៅក្នុង insert វិញដដែលហើយយើងយកពាក្យថា slicer អញ្ចឹងយើងរើស project មកអូខេអញ្ចឹង slicer យើងប៉ុណ្ណឹងវារៀងដាក់ស្មើគ្នាចេញមកហើយកន្លែងនេះយើង select ទៅមួយ projection មកអូខេឲ្យឃើញថាវាយើងអាចផ្លាស់ប្ដូរវាបានអូខេវានៅសល់ table នេះអញ្ចឹងបើយើងចង់ select ពី3 project យើងចុច control ហើយចុចចេញមកអញ្ចឹងឃើញវាវាបង្កើន project អូខេអញ្ចឹងពេលយើងចង់ដោះយើង select វាចេញមកសល់តែមួយ project អូខេអាហ្នឹងមួយ insert slicer មិនយើងបានហើយយើងអានេះរបៀប present chart អញ្ចឹងឧបមាថា management ចង់បាន3 project តទៅនឹង KH អញ្ចឹងយើងអាចបង្ហាញអស់គ្នានេះ project KHK01 KHK02 KHK03 អញ្ចឹង chart របស់យើងវាបត់បែនអញ្ចឹងឥឡូវយើងស្រង់ select KH KHM អូខេឥឡូវយើងនេះមាន4យើង select 4មកអញ្ចឹងវាឲ្យយើង4អូខេមាន KH KHK 001 KHK 002 KH K003 KH K004 អញ្ចឹងមាន4 project អញ្ចឹងផ្នែកហ្នឹងមានប៉ុណ្ណឹងហើយ chart យើងវាបត់បែនទៅតាមហ្នឹងហើយតកតងទៅនឹង pivot table ហ្នឹងវាក៏ read ទៅតាមហ្នឹងដែរអូខេឥឡូវយើងមក select KHM ម្ដងអញ្ចឹង KHM យើងអាចចុច slicer យើងទៅទៀតទៅអញ្ចឹងយើង select 9អញ្ចឹងវាឲ្យយើង9អូខេវាអាស្រ័យទៅលើ item ដែលយើង select អញ្ចឹងការ present chart របស់យើងតែប៉ុណ្្នឹងហើយយើងអាចនិយាយបានថាការធ្វើរបៀបនេះវាលឿនហើយបត់បែនឧទាហរណ៍បើសិនជាអ្នកបង្កើត data បន្ថែមឧទាហរណ៍ថាយើង copy data ទាំង
ទាំងអស់នឹងបន្ថែមទៀតវានឹងឃើញ double អូខេអូមកតែខ្ញុំ copy ទាំងអស់ហ្នឹងទៅហើយយើង sorry ដោះ copy អូខេ sorry ហើយយើង control C មកហើយយើងមកដាក់នេះយើង paste value អូខេហើយអញ្ចឹងយើងលុបនេះចោលមួយអូខេអញ្ចឹងបើយើងចង់ចូលទៅមើល chart របស់យើងវិញយើងគ្រាន់តែចូលទៅក្នុង data ហើយយើងចុច refresh all អញ្ចឹងយើងឃើញ data របស់យើងវាប្រែប្រួលអូខេអញ្ចឹងមានន័យថានៅក្នុង data នេះបើសិនជាយើងបន្ថែម data ដោយសារយើង set up table ហើយស្រេចអញ្ចឹងនៅពេលដែលយើងបន្ថែម data នៅពេលដែលយើង refresh ទៅ chart នេះនឹងបង្កើតចំនួនឬក៏យើងអាចបន្ថែម project មួយទៀតក៏បានដែរនៅក្នុង data នេះយើងដាក់ថាឧទាហរណ៍ថាខ្ញុំបន្ថែម project មួយទៀតអូខេខ្ញុំ select យក project 09មួយអូខេហើយខ្ញុំ copy ទាំងអស់ចឹងមក control C ហើយយើងចូលទៅ home data ហើយ pass value មកហើយកន្លែងនេះយើង change វាក្រោមនេះយើង change វាទៅ kh km 10អូខេកន្លែងនេះយើងចុច change ទៅមក10ទាំងអស់គ្នាមកអូខេអញ្ចឹងយើងបានអញ្ចឹងយើងចូលមកកន្លែងនេះយើងអាច select ទាំងអស់វិញមកហើយកន្លែងនេះយើងយកមកចូលមក data យើង refresh all អញ្ចឹងអ្នកទាំងអស់គ្នាឃើញអូខេអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញ chart របស់យើងប្រែប្រួលអូខេយើង refresh វាមកអញ្ចឹងយើងមើលខាងក្រោមមាន KH KH 10ដែលយើងទៅបង្កើតមិញថ្មីអញ្ចឹងមានន័យថា chart នេះនឹងប្រែប្រួលនៅពេលដែល data យើងនឹងមានទិន្នន័យថ្មីចូលមកអញ្ចឹងកន្លែងនេះចាស់ទេយើងមើលអានេះដែលយើងទៅបង្កើតថ្មីអញ្ចឹង chart របស់យើងប្រែប្រួលអញ្ចឹងបើយើងចង់ឃើញ10យើងមក select 10នេះមកអញ្ចឹង KH 10នេះយើងslide នេះមកយើងឃើញ KH M0010 ហើយអញ្ចឹងមានន័យថាទិន្នន័យរបស់វាប្រែប្រួលនៅពេលនេះអញ្ចឹងមានន័យថាបើសិនជាយើងធ្វើពី quarter 1ហើយដល់ពេល quarter 2យើង copy ទិន្នន័យមកបន្ថែមអញ្ចឹងវានឹង update អឺ chart របស់យើងដោយ automatic ដល់អ្នកគ្រាន់តែអស់គ្នាចូលទៅក្នុង data ចុចកន្លែង refresh នេះ refresh all នេះមកអញ្ចឹងវានឹង update ឲ្យយើងអស់ហើយអូខេអញ្ចឹងចំពោះ pivot chart យើងមានប៉ុណ្ណឹងចែករំលែកអ្នកទាំងអស់គ្នាហើយសូមណែនាំសម្រាប់អ្នកដែលស្វែងរកការងារទោះបីអានេះវាមិនទាន់ជាការពិតដែរប៉ុន្តែគាត់ថាបើសិនជាយើងជួបនៅកន្លែងមួយដែលគេត្រូវការ report បែបហ្នឹងអញ្ចឹងយើងអាចបង្កើតឲ្យគេបានអញ្ចឹងអ្នកដែលស្វែងរកការងារនិស្សិតអីប៉ុន្តែកន្លែងនេះយើងអាច set value បានណាហើយយើងគាត់ right click មកvalue setting ហើយយើងចូលទៅ number ហើយយើងយក number មកហើយ click ជាមកយើងដោះអូខេហើយអូខេមកអាលេខហ្នឹងវានឹង set ឲ្យយើងកន្លែងនេះក៏អញ្ចឹងដែរអញ្ចឹងnếuយើង set តែមួយកន្លែងអញ្ចឹងទាំងអស់ហ្នឹងវានឹងប្រែប្រួលទៅតាមនឹងដែរអញ្ចឹងបើអ្នក select ទាំងអស់ឡើងវិញយើងឃើញតារាងរបស់លេខរបស់យើងនេះ set ឲ្យយើងអញ្ចឹងនេះកន្លែងដោះដើម្បីយើងធ្វើ slicer ហ្នឹងហើយអូខេបើ
នៅពេលដែលយើងដោះនេះវានឹង select ឲ្យយើងទាំងអស់អូខេអញ្ចឹងទាំងអស់ project អញ្ចឹងបើយើងដាក់កន្លែងនេះវិញចាំមានថាយើង select យក9 project ហើយកន្លែងនេះយើងយកតែមួយមកវានឹងបង្ហាញយើងតែមួយអញ្ចឹងយើងអាច slide ទៅរកផ្សេងទៀតអូខេអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ចែកម្លែកដល់អ្នកនរគ្នាហើយបើចាប់អារម្មណ៍ហើយចង់បានworkbook យកទៅធ្វើសាក់លបងអ្នកនរគ្នាអាច request បានតាមរយៈ Telegram ហើយនឹងលេខទូរស័ព្ទដែលមានដាក់នៅក្នុងវីដេអូនេះជាមួយសូមអរគុណជម្រាបលាបាយបាយ